bạn chẳngចំពោះការប្រើប្រាស់បញ្ជីនេះហើយបើសិនមកលោកគ្រូអាចចុចសិនចុចទៅផ្ទះក៏បានហើយចូលទៅក្នុងនេះបញ្ជីហ្នឹងដាក់ក្នុងការងារបន្ថែមហើយនៅខាងមុខហ្នឹងយកថាចំនួននេះទេលទ្ធផលវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសង្គមចុចទៅក្នុងហ្នឹងអញ្ចឹងសួរថាតើបញ្ជីនេះយើងប្រើវាមិនហើយគោលបំណងអីអញ្ចឹងបញ្ជីនេះគោលបំណងដែលយើងប្រើហ្នឹងគឺដោយសារតែមានលោកគ្រូម្នាក់នៅវិទ្យាល័យរបស់ខ្ញុំគឺលោកគ្រូសាត់ផាត់យុទ្ធគាត់ធ្វើការសំណូមពរឲ្យខ្ញុំនឹងធ្វើការចងតែក្រមវិទ្យាសាស្ត្រហើយនឹងវិទ្យាសាស្ត្រពិតនិងក្រមវិទ្យាសាស្ត្រសង្គមដោយសារយើងមានការងារថ្មីវិទ្យាសាស្ត្របង្រៀនថ្មីរបស់យើងស្ថិតនៅក្នុងកិច្ចការទីម៉ានខ្ញុំភ្លេចបាត់ហើយហើយកិច្ចការហ្នឹងគឺគេតម្រូវឲ្យយើងយកតែមុខវិជ្ជាវិទ្យាសាស្ត្រតែបន្ទុកសរុបរបស់គាត់ណាក្នុងខែមួយខែអញ្ចឹងទៅហើយបូកចូលគ្នាហើយយើងចែកជាមួយនឹងមេគុណវាទៅហើយយើងឃើញលទ្ធផលបន្តមកទៀតយើងធ្វើការរកនីតិ A B C D E F ឬក៏នីតិល្អបង្គោលជុំចំណាត់ថ្នាក់អញ្ចឹងណាអញ្ចឹងបញ្ជីនេះគឺគោលបំណងគឺយើងប្រើបាច់នឹងឯងតែណាប៉ុន្តែបើសិនបើយើងចង់ប្រើនៅក្នុងនេះក៏បានដែរនៅក្នុងអាហ្នឹងក៏បានប៉ុន្តែអានេះគឺលាយចូលមួយគ្នាអញ្ចឹងណានៅក្នុងនេះលាយមួយចូលមួយគ្នាកញ្ញាបាទនេះគឺភាសាខ្មែរនេះត្រឹមនឹងបន្តមកទៀតនៅខាងនេះទៀតអូខេណាអញ្ចឹងអានេះគឺវាបូកចូលគ្នាអញ្ចឹងបូកចូលគ្នាទៅវាចេញលទ្ធផល ABC អញ្ចឹងទៅប៉ុន្តែបើសិនបើករណីយើងចង់រកតែវិទ្យាសាស្ត្រសង្គមពិតហើយនឹងវិទ្យាសាស្ត្រពិតហ្នឹងគឺយើងអត់អាចរកនៅក្នុងនឹងបានទេដូច្នេះហើយខ្ញុំក៏បង្កើតបញ្ជីនេះមួយទៅតាមសំណូមពររបស់គាត់អូខេអញ្ចឹងកាលណាបើយើងយល់ពីរបៀបប្រើហ្នឹងអត់អីទេអញ្ចឹងការប្រើប្រាស់មានអីបាក់ទេលោកគ្រូអញ្ចឹងយើងមើលចំណងជើងនៅខាងលើដាក់ថាសម្រាប់វិទ្យាសាស្ត្រពិតហើយខាងនេះគឺសម្រាប់វិទ្យាសាស្ត្រសង្គមអញ្ចឹងបើសិនបើករណីចង់រកតែវិទ្យាសាស្ត្រសូមធ្វើការរើសតែមុខវិជ្ជាណាជាមុខវិជ្ជាវិទ្យាសាស្ត្រអញ្ចឹងណាចុចទៅក្នុងហ្នឹងទៅរើសខ្លួនឯងប្រហែលជប់សិនមុននឹងរើសយើងធ្វើការរើសខែសិននេះរើសខែធ្វើតើយើងចង់រើសខែណាអញ្ចឹងចុចកន្លែងនេះចុចរើសខែមកនេះអញ្ចឹងខ្ញុំមានតែប្រឡងខែហើយនឹងឆមាស1ឆមាស2ហើយនឹងប្រចាំឆ្នាំតេស្តដើមឆ្នាំចុងឆ្នាំប៉ុន្តែអត់មានប្រចាំឆមាសទេណាអត់មានប្រចាំឆមាសទេដោយសារអីប្រចាំឆមាសវាអត់មានបន្ទុកទេខ្ញុំមិនបានធ្វើវាទេអញ្ចឹងខ្ញុំធ្វើតែប៉ុណ្្នេះសិនអញ្ចឹងណាគាត់ថាតើពេញចិត្តខែអីឬខែហ្នឹងមកថាតើខែអីគឺខែមករាអញ្ចឹងរើសខែមករាទៅអញ្ចឹងបន្ទុករបស់យើងវានឹងធ្លាក់មកទៅតាមខែមករាហ្នឹងឯងហើយតមកទៀតយើងធ្វើការរើសតែមុខវិជ្ជាវិទ្យាសាស្ត្រអញ្ចឹងរើសប៉ុណ្ណឹងមកអញ្ចឹងណាខាងនេះសង្គមអញ្ចឹងរើសក្បានអត់ក្បានអញ្ចឹងខ្ញុំជក់ដាក់ចូលទាំងពីរហើយលទ្ធផលវិទ្យាសាស្ត្រនៅណាវិទ្យាសាស្ត្រវានឹងនេះគេនៅខាងមុខលទ្ធផលគេដាក់លទ្ធផលអញ្ចឹងបន្ទុកហ្នឹងបូកចូលគ្នានេះបន្ទុកនេះបូកចូលគ្នានេះឃើញលទ្ធផលប៉ុណ្ណឹងហើយសុំភាពហ្នឹងវាចែកទៅអូតូវាចែកទៅអូតូខ្លួនឯងអញ្ចឹងក្រុមគុំបារម្ភនឹងអត់បញ្ហាទេវាចែកត្រូវអស់ហើយខ្ញុំកែនេះទៅអស់ហើយមានចំណាត់ថ្នាក់មានប្រទេសមានអីមានលទ្ធផលអញ្ចឹងគឺមានស្អាតមួយសែតយកមកអញ្ចឹងណាខាងនេះគឺលទ្ធផលវិទ្យាសាស្ត្រសង្គមណាគេចេះសង្គមអញ្ចឹងអត់មានអីទេខាងមកហ្នឹងអញ្ចឹងតទៅពីយើងរកហើយគោលបំណងរបស់យើងចង់រក ABC មកថាលទ្ធផលរួមចូលគ្នាហ្នឹងហើយរួមចូលគ្នាអញ្ចឹងតែអានឹងបានមកនេះអានេះខាងសង្គមខាងវិទ្យាសាស្ត្រពិត6កម្រិតវិទ្យាសាស្ត្រពិត4កម្រិតខាងនេះខាងសង្គម6កម្រិតនិង4កម្រិតអានេះគឺលទ្ធផលរួមអញ្ចឹងណាអញ្ចឹងក្នុងនាមយើងជាគ្រូបន្ទុកថ្នាក់ណាបន្ទុកថ្នាក់ឬក៏គ្រូមុខវិជ្ជាប៉ុន្តែយើងអាចធ្វើការតំណគ្នាបើសិនជាករណីចង់រកអូខេអញ្ចឹងយើងរកតែលទ្ធផលនេះឃើញហើយអញ្ចឹងយើងលទ្ធផលហ្នឹងទៅធ្វើអីធ្វើចុះឲ្យការងាររបស់ហ្នឹងគឺមានស្ថិតនៅក្នុងវិទ្យាសាស្ត្របង្រៀនថ្មីដឹងកិច្ចការទីម៉ាននេះពេចបាត់ហើយហ្នឹងហើយអញ្ចឹងយកតែប៉ុណ្្នឹងឯងសម្រាប់ទីខាងនេះគឺ4កម្រិតចង់ប្រើក្បានអត់ក្បានអញ្ចឹងសូមបញ្ជាក់នៅក្នុងបញ្ជីនេះគឺយើងអត់ព្រីនចេញទេណាអត់ព្រីនចេញទេគឺយើងគ្រាន់តែធ្វើការយកវាទៅប្រើប្រាស់ដើម្បីជួយសម្រួលដល់ការងាររបស់យើងវាកាត់បន្ថយការដើររកដោយខ្លួនឯងណាដើររកខ្លួនឯងគឺវាពិបាកខ្លាំងមែនតើខ្ញុំទូស្គាល់អញ្ចឹងហើយយើងដល់ពេលយើងមានមួយនេះទៅស្រួលប្រើអញ្ចឹងណាអូខេអញ្ចឹងគឺមានប៉ុណ្្នឹងឯង